បាទសួស្តីអ្នកនរគ្នាយើងជួបគ្នាម្ដងទៀតហើយថ្ងៃហ្នឹងគឺខ្ញុំនឹងបង្ហាញពីរបៀប download Photoshop CS6 ដែលវាដំណើរការ 100% តែម្ដងជាមួយនឹង License Key របស់យើងតោះឥឡូវកុំឲ្យខាតពេលយូរយើងបើក web browser មួយហ្នឹងមកខ្ញុំយកក្រុមយើងបើកក្រុមហើយខ្ញុំផាស link មួយចូលសិនហើយ link នេះខ្ញុំនឹងដាក់នៅខាងក្រោមហ្នឹងនៅ description នៅ YouTube video ហ្នឹងគឺអ្នកនរគ្នាចាំចុចចូលទៅឥឡូវចូលកុំឲ្យខាតពេលយូរបាទនេះគឺខ្ញុំដាក់ភ្ជាប់vớiមកនេះគឺដើម្បីបានលុយគឺដើម្បីទទួលយកប្រាក់ពី AdWords មិនមែនអ្នកណាចង់រៀនរកប្រាក់ពី AdWords comment នៅក្រោមវីដេអូហ្នឹងមកខ្ញុំធ្វើវីដេអូជូនតោះឥឡូវខ្ញុំយក skip ad ទាំងអស់គ្នាតពី skip ad ហើយយើងចូលម្ដងនេះហើយបើយើងនេះយើងអត់អាច download តាactivation key.txt មកនេះត្រូវតែ download set up មួយណាមួយទៀតយើងអត់អាចប្រើ key ហ្នឹងទៅមួយ set up ផ្សេងទៀតទេអញ្ចឹងគឺយើងត្រូវ download តា folder របស់យើងចុចលេខនេះនៅទូរស័ព្ទក៏មានដែរចុចលេខហ្នឹងមកយើងចុចខ្ញុំចូលដល់ឡើយនេះវាគេដាក់ហើយយើងយក download anyway ហ្នឹងមកតោះមកវា download ឯនេះគឺឡូវដោយសារខ្ញុំ download ហើយខ្ញុំសុំមិន download យើង download ហើយយើង extract ធម្មតាមកដោយសារខ្ញុំ download ហើយខ្ញុំអត់ download ទេvìបើសិនជាអ្នកនរគ្នាចង់ជួយខ្ញុំឧបត្ថម្ភខ្ញុំជួយចុចកន្លែងវិញនៅខាងនេះហើយ agree ដល់មួយឲ្យផងគឺដើម្បីឲ្យខ្ញុំទទួលប្រាក់ចំណូលតើឡូវបន្ទាប់ពី download ហើយខ្ញុំបានមកនេះគឺឯកសាររបស់ខ្ញុំជាសារនេះគឺឯកសាររបស់ខ្ញុំតើខ្ញុំបើកមកយើងចូល set up key ហ្នឹងហើយយើងប្រាប់យើងនិយាយឲ្យដាក់ install នេះវាឲ្យ install set up ផ្សេងតើខ្ញុំ install មើលដើម្បីបញ្ជាក់ថាបានជោគជ័យហើយយក OK ខ្ញុំណាច់ខ្ញុំយក asset decrement ខ្ញុំណាច់ចេះខ្ញុំដាក់ទីតាំងแล้วណាហើយមាន ID ខ្ញុំមានរួចហើយតាមពិតអា folder ហ្នឹងខ្ញុំ install ទាំងលុបចោលវិញខ្ញុំឲ្យ icon មួយនៅក្នុង desktop ហ្នឹងណានេះ license key យើងអាចផ្លោះហ្នឹងគឺតែអញ្ចឹងគឺយើងអាចផ្លោះបាននេះយើងចូលមកនេះហើយ copy ក្រោមគេនេះមកជួនេះមកយើង copy បុកបែងចូលយើងផាសចូលមកផាសធម្មតាមកជិតណាច់មកយើងអាច install បានណាហើយខ្ញុំ install ខ្ញុំចាំការ install ចប់របស់គ្នាអានេះគឺជាឈ្មោះដែលបញ្ជាក់ថាវាជា Photoshop CS6 គឺមិន CS5 trailer ទេតើឥឡូវខ្ញុំ install finish ហើយខ្ញុំចុច finish មកដើម្បីបើកកម្មវិធីវាបើសិនជាអាចជួយចុច add ពាណិជ្ជកម្មហ្នឹងឲ្យហ៎បើចង់ឧបត្ថម្ភឧបអីហ្នឹងណាតើបើកវាអត់ឡើងមកខ្ញុំគិតបើកវាទៅមកសារកុំព្យូទ័រខ្ញុំយ៉ាង slow ដឹងខូចអីអត់បានយល់ជាងនេះចាំតិចសិនឡើងមកហើយបង ត
គឺវាឡើងមកនេះធ្វើទស្សននេះ CS6 អត់មាន CF5 អីវាហែកមកណាទេគឺ CS6 មកនេះគឺទីតាំងរបស់ CS6 គឺវាមានតម្រូវយ៉ាង CS បាទអូខាងនេះមានបញ្ចប់ហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេបើថាចង់ download កម្មវិធីអីដែលអត់ចេះ download ដូចជា IDM អីអាច comment នៅក្រោមបានចាំខ្ញុំធ្វើវីដេអូជូនអញ្ចឹងសូមអរគុណបាយបាយហើយជម្រាបលាសំណាងល្អ